មិត្តភ័ក្តិជិតស្និទ្ធម្នាក់និយាយសំឡេងតិចឯងមើលនេះជាស្ថានភាពអ្វីកាមេរ៉ាគ្រប់ទីកន្លែងឥឡូវនេះឯងគឺជាអក្សរជនសាធារណៈក្រុមហ៊ុនទើបតែទទួលបានហេរ៉ាញ់ពទានតើភ្នែកប៉ុន្មានតាមមើលឯងចង់ថ្ងៃស្អែកមានមុខនៅលើទំព័រមុខសោកមានមែនទេស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាមួយដណ្ដើមកូនក្រមុំក្នុងពិធីមង្គលការប្រហែលមានសពមិនស្ថិតស្ថេរមិត្តម្នាក់ទៀតបានសង្កត់លើស្មារបស់គាត់យ៉ាងខ្លាំងផងដែរគាត់បានបន្ថែមដោយពីលើបងឈឹងចាត់ទុកពួកយើងអង្វរបងសូមគុំធ្វើឲ្យរឿងកាន់តែធំបងឥឡូវទៅខាងមុខតើអាចផ្លាស់ប្ដូរអ្វីខ្លះវានឹងធ្វើឲ្យមនុស្សគ្រប់គ្នារួមទាំងឆៃឆេផងដែរមើលងាយអ្នកកាន់តែខ្លាំងនោះខ្លាយជារឿងកំ pl ែងការរើបំរាស់របស់គូឈឹងនោះបានស្ងប់មួយសន្ទុះពាក្យនេះដូចជាទឹកកកបានចាក់ពីលើក្បាលគាត់បានមើលជុំវិញដោយភាពស្រពេចស្រពិលមនុស្សជុំវិញមើលគាត់ដោយក្រសែភ្នែកពីការងើយឆ្ងល់បែរទៅជាភាពភ្ញាក់ផ្អើលនិងកំពុងពិនិត្យវិតម្លៃខាងពិធីការបានបង្កើនកម្រិតសម្លេងដោយឆ្លាតវៃក្នុងសម្លេងដ៏រំជួលចិត្តដែលរៀបរាប់រឿងរ៉ាវស្នេហារបស់គូស្វាមីភរិយាថ្មីថ្មោងដើម្បីព្យាយាមបិទបាំងការរំខានខាងនេះប៉ុន្តែហ្វូងភ្ញៀវកាន់តែច្រើនឡើងនៅតែញាក់មើលហើយចង្អុលទៀតនៅលើឆាកស្នាមថើបរបស់គូស៊ីបានថើបរួចហើយស៊ីជានាងបើកភ្នែកយឺតដោយសម្លឹងមើលទៅការរំខានខាងនេះក្នុងពេលដ៏ខ្លីភ្នែករបស់នាងមិនបានបង្ហាញអ្វីទេទើចទឹកនឹងបន្ទាប់ញឹមទៅមើលស្វាមីថ្មីរបស់នាងក្រសែភ្នែកដោយស្ងប់ស្ងាត់នោះវាបានកាត់ផ្ដាច់ការរើបំរាស់ចុងក្រោយរបស់គូឈឹងទាំងស្រុងតោះយើងចេញពីទីនេះមុនសិនទៅមិត្តប្រុសបានផ្លាស់ប្ដូរក្រសែភ្នែកគ្នាអូសពាក់កណ្ដាលដឹកពាក់កណ្ដាលនាំគូឈឹងដែលស្ទើរតែដួលដីការចាក់ចេញពីពិធីមង្គលការនោះឆៃឆេហាក់ដូចជាបាត់ខ្លួនដោយគ្មានដានទូរស័ព្ទបានខ្លាយជាលេខមិនដំណើរការកានីសង្គមត្រូវបានផ្អាក WeChat Moments បិទពីគូឈឹងទាំងស្រុងគូឈឹងដើររកតាមរយៈអ្នកស្គាល់គ្នាគ្រប់គ្នាទើបបានដឹងមួយថ្ងៃបន្ទាប់ពីពិធីមង្គលការឈីជឺទៅតាមគេឆោតត្រឡប់ទៅស្រុកកំណើតលៀងសឺរបស់គាត់គឺជាកន្លែងដែលនាងមិនដែលគិតចង់ព្យាយាមយកទេគាត់ដឹងថាឆៃឆៃកំពុងខឹងនៅពេលពួកគេចាប់ផ្ដើមអាជីវកម្មហើយទិញផ្ទះជ្រើសរើសទីក្រុងដែលឆៃឆៃចូលចិត្តហេតុអ្វីបានជាគាត់ចង់សុខចិត្តទៅស្រុកលៀងសឺគាត់រកឃើញម្ចាស់អ្នកទិញផ្ទះអាពាហ៍ពិពាហ៍របស់ពួកគាត់ដំបូងឡើយមិនព្រមផ្ទេរឲ្យទេដូច្នេះហើយគូឈឹងបានផ្ដល់ជូនតម្លៃដែលមិនអាចទប់ទល់បាននីតិវិធីត្រូវបានបញ្ចប់យ៉ាងរលូនរហ័សពេលគាត់ទទួលបានសំណុំសដែលធ្លាប់ស្គាល់ម្ដងទៀតបើកទ្វារប្រឈមមុខនឹងភាពទេធំទូលាយនឹងក្លិនមិនធ្លាប់ស្គាល់អារម្មណ៍ហួសចិត្តយ៉ាងខ្លាំងវាប្រហារគាត់គ្មានអ្វីផ្លាស់ប្ដូរនៅទីនេះទេប្លង់ទេសភាពនៅខាងក្រៅបង្អួចសំបីតែស្នាមរូបថតត្រូវបានទុកនៅលើជញ្ជាំងស្លាកស្នាមបានបន្សល់ទុកប៉ុន្តែអ្វីក៏ដូចបានផ្លាស់ប្ដូរគាត់ឲ្យគេសម្អាតដោយធ្វើតាមការចងចាំរបស់គាត់ដាក់គ្រឿងសង្ហារឹមឡើងវិញហើយថែមទាំងដាក់ក្លិនក្រអូបដែលនាងចូលចិត្តក្រោយមកគាត់ថតរូបមួយចំនួនរួចរកអុយមេលចាស់របស់ស៊ីជឺហើយផ្ញើទៅបន្ថែមនឹងពាក្យមួយឃ្លាផ្ទះនៅទីនេះរហូតមិនថាអ្នកនៅទីណាក៏ដោយអ្នកអាចត្រឡប់មកវិញដើម្បីស្នាក់នៅគ្រប់ពេលសារនោះដូចត្រូវបោះចូលក្នុងសមុទ្រគាត់តែងតែចេញធ្វើការទៅកាន់ទីតាំងតែនាងរស់នៅហើយក៏សើបសួរឧឈានដែលឪពុកម្ដាយរបស់នាងតែងតែទៅលេងទៅផ្សារបង្កើតឱកាសជួបជាមួយគាត់ឪពុកម្ដាយនាងឃើញគាត់ពួកគាត់តែងតែមានភាពឆ្កងនិងមានលំបាកឯងមកទៀតហើយជឿនាងឥឡូវនេះរស់នៅបានល្អណាស់អ្នកមីងពីមុនខ្ញុំធ្វើប្រហែសបានមកលេងតិចថ្ងៃក្រោយខ្ញុំនឹងមកលេងលោកពូអ្នកមីងឲ្យបានញឹកញាប់គាត់យូរផលិតផលសុខភាពនឹងផ្លែឈើថ្លៃដោយស្មោះត្រង់គាត់បានកំដរពុកស៊ីលេងអុកស្ដាប់ចាស់និយាយគ្នាអំពីរឿងចាស់ចង់បានដំណឹងស្ថានភាពរបស់ស៊ីជឺពីការនិយាយគ្នាជាមួយពួកគាត់ឪពុកស្រីបានដកដង្ហើមធំគាត់ចង់និយាយអ្វីមួយប៉ុន្តែស្ទាក់ស្ទើរនៅទីបញ្ចប់គាត់គ្រាន់តែទេសស្មាគាត់រឿងកន្លងផុតហើយឲ្យវាកន្លងផុតទៅកុំពិបាកខ្លួនឯងពេកទេគាត់គ្រាន់តែកំពុងកែកំហុសគាត់ជឿជាក់យ៉ាងមុតមមថាដរាបណាគាត់ធ្វើបានល្អគ្រប់គ្រាន់ហើយមានការអត់ធ្មត់គ្រប់គ្រាន់ច្បាស់ជាអាចចាប់ផ្ដើមបើកទ្វារនោះឡើងវិញគាត់ភ្លេចហើយអំពីមនុស្សដែលនៅពីក្រោយទ្វារនោះលែងរងចាំនៅកន្លែងដែលទៀតហើយការជួបដោយចៃដន្យឲ្យពិតប្រាកដជាមួយឆៃឆេវាបានកើតឡើងនៅជ្រុងផ្លូវមួយនៃហាងកាហ្វេស៊ីជីបានអង្គុយជាមួយមិត្តស្រីម្នាក់នៅអង្គុយក្បែរបង្អួចគូឈឹងស្ទើរតែរត់ចូលទៅក្នុងរ៉ៃឆេខៃឆៃឮសំឡេងងើយមុខឡើងឃើញគាត់ស្នាមញឹមនៅលើមុខកសាប់ចុះលោកគូចៃដន្យឲ្យវេម្លេះមិត្តនារីនៅក្បែរនាងប្រយ័ត្នប្រយែងមើលទៅគាត់តើយើងអាចនិយាយគ្នាបានទេត្រឹមតែ5នាទីប៉ុណ្ណោះសំឡេងរបស់គេឆេងភាពស្ងួតធ្វើឲ្យឆៃឆៃស្ទាក់ស្ទើរមួយសន្ទុះងក់ក្បាលទៅមិត្តរបស់នាងមិត្តនាងក៏ក្រោកឡើងហើយដើរចេញទៅអង្គុយនៅតើអីដែរនៅមិនឆ្ងាយប៉ុន្មានគាត់បាននិយាយដោយលំបាកថាហឺមអ្នកមើលទៅល្អណាស់អរគុណតើមានអ្វីដែលខ្ញុំអាចជួយអ្នកបានទេលោកគូខ្ញុំបានទិញផ្ទះរបស់ពួកយើងមកវិញហើយវានៅទីនេះហើយដូចពីមុនគាត់និយាយយ៉ាងប្រញាប់ប្រញាល់ថានៅមានបេវីវាខ្ញុំបានបណ្ដេញនាងចេញរួចហើយរវាងនាងនិងខ្ញុំគ្មានអ្វីពិតជាគ្មានអ្វីទេល្បិចតូចរបស់នាងពីមុនមិនចាប់អារម្មណ៍គឺខ្ញុំល្ងងគាត់ស្រវេសស្រវាស់ប្រញាប់និយាយត្រង់ដូចជានៅពេលនិយាយពាក្យទាំងនេះចេញមកវាអាចជូតវាសចេញបានធូលីដេក្នុងរយៈពេល8ឆ្នាំកន្លងមកស៊ីជីស្ដាប់ដោយស្ងៀមស្ងាត់ហើយរងចាំទីបំផុតគាត់ក៏ឈប់ដោយដកដង្ហើមឲ្យស្រួលបួររួចទើបនាងបើកមាត់យឺតគោឈឹងខ្ញុំជឿលើអ្នកភ្នែករបស់គេឆេងភ្លឺឡើងប៉ុន្តែស៊ីជីនិយាយបន្តថាខ្ញុំជឿលើពួកអ្នកទាំងពីរប្រហែលពិតជាគ្មានអ្វីកាត់ឡើងយ៉ាងហោចណាស់ខាងរាងកាយនាងបានផ្អាកមួយភ្លេតសិនរួចក៏មើលទៅក្រៅបង្អួចរួចនិយាយបន្តប៉ុន្តែចុះវាយ៉ាងណាវិញ
គូឈឹងភ្ញាក់ផ្អើលរឿងសំខាន់គឺវាមិនមែនថាអ្នកនឹងbayវៃៗមិនដែលដេកជាមួយគ្នាទេ CG មើលត្រឡប់មកវិញសម្លឹងមើលដោយភ្នែកច្បាស់និងភ្លឺស្វាងទៅគាត់សំខាន់ជាងនេះគឺក្នុងរយៈពេល8ឆ្នាំនោះនៅក្នុងជម្រើសរាប់មិនអស់របស់អ្នកក្នុងការជ្រើសរើសនិងការតម្រៀបខ្ញុំតែងតែត្រូវបានដាក់នៅពេលក្រោយលើកក្រោយចាំនិយាយឈប់លេងសើចទៅគឺស្ថិតនៅជម្រើសទាំងអស់នោះលេខាធិការរបស់អ្នកការងាររបស់អ្នកនិងកេរ្តិ៍ឈ្មោះរបស់អ្នកសូម្បីតែជាការលេងសើចរបស់មិត្តអ្នកសុទ្ធតែសំខាន់ជាងអារម្មណ៍ការចង់បានគ្រួសាររបស់ខ្ញុំទៀតភូមិការលើកនោះគឺជាពេលវេលាចុងក្រោយខ្ញុំបានឃើញចម្លើយនាងបានអង្អែលធ្នមលើពោះតូចរបស់នាងចលនាទន់ភ្លន់នេះចាក់ភ្នែកគោឆឹងជឿចាប់ណាស់គោឆឹងខ្ញុំមិនស្អប់អ្នកទេមែនណាអ្នកបញ្ឈប់ពេលវាវ័យ100អ្នកឬទិញផ្ទះ10ខ្នងមកវិញក៏ដោយក៏វាមិនតាក់ទងអ្វីនឹងខ្ញុំដែរខ្ញុំឥឡូវនេះរស់នៅបានល្អណាស់